វិធីសាស្ត្រនេះគួរឲ្យអស្ចារ្យមែនដោយស្មោះត្រង់វាជាវិធីសាស្ត្រដ៏មានអានុភាពបំផុតមួយដែលខ្ញុំធ្លាប់ប្រើសម្រាប់បន្តពូជដាំផ្លែឈើថ្ងៃនេះយើងនឹងធ្វើវាជាមួយដាំស្វាយប៉ោមប៉ុន្តែវិធីនេះអាចប្រើបានដូចគ្នាសម្រាប់ដាំផ្លែឈើណាមួយឬសាខាដើមឈើដែលមានសម្បុករឹងណាមួយដែលអ្នកចង់បន្តពូជវាត្រូវបានហៅថាវិធីសាស្ត្រម៉ាញ៉ូហើយវាមិនមែនមកដោយចៃដន្យទេវាត្រូវបានហៅបែបនេះព្រោះនៅសម័យម៉ាសេដូនីយ៉ាបុរាណកសិករបានប្រើដុំឫស្សីដែលបញ្ជោកសាច់ទន្លេដើម្បីបន្តពូជសាខាដើមឈើដោយវិធីសាស្ត្រដែលស្រដៀងនឹងអ្វីដែលខ្ញុំនឹងបង្ហាញអ្នកថ្ងៃនេះភាពខុសគ្នាគឺថ្ងៃនេះយើងនឹងធ្វើវាជាមួយសម្ភារៈសម័យទំនើបដើម្បីឲ្យនរណាក៏អាចអនុវត្តបាននៅផ្ទះផងដែរវាជាវិធីសាស្ត្រដែលស្អាតណាស់មានប្រសិទ្ធភាពខ្លាំងហើយឥឡូវនេះខ្ញុំនឹងបង្ហាញអ្នកជាដំណាក់កាលដូច្នេះសូមត្រៀមខ្លួនឲ្យរួចរាល់ព្រោះយើងចាប់ផ្ដើមហើយបើមានអ្វីដែលអ្នកសង្ស័យសូមសួរនៅក្នុងទយោបល់ជាទូទៅនៅពេលយើងធ្វើការបន្តពូជសាខាដើមឈើតាមរបៀបបុរាណមិនថាជាការបន្តពូជសាមញ្ញការបន្តពូជដោយបង្វិលសាខាឬវិធីសាស្ត្រចាស់ផ្សេងទៀតទីបំផុតយើងទទួលបានតែដើមឈើមួយប៉ុណ្ណោះប៉ុន្តែជាមួយវិធីសាស្ត្រនេះយើងអាចយកបានដើមឈើជាច្រើនពីសាខាមួយដោយមិនចំណាយប្រាក់បន្ថែមមិនបាច់កាត់សាខាច្រើនហើយមិនស្មុគស្មាញផងដែរពីសាខាមួយយើងអាចយកបានជាច្រើនផ្នែកហើយរាល់ផ្នែកនីមួយនឹងក្លាយជាដើមផ្លែឈើឯករាជ្យមួយមុននឹងត្រៀមសាខាដើមឈើសម្រាប់បន្តពូជយើងត្រូវត្រៀមបំពង់ជាមុនសិនក្នុងករណីនេះខ្ញុំនឹងប្រើបំពង់ទឹកសម្រាប់សួនច្បារដែលយើងមាននៅក្នុងសួនអ្នកអាចប្រើសម្ភារៈផ្សេងទៀតផងដែរទោះបីជាបំពង់ប៉ូលីអេដេឡែនក៏ដោយសម្ភារៈទាំងអស់នោះអាចប្រើបានដូចគ្នាប៉ុន្តែសម្ភារៈនេះល្អណាស់ព្រោះវាធ្វើឲ្យងាយស្រួលក្នុងការប្រើប្រាស់និងអាចបត់បែនបាននៅទីនេះអ្វីដែលយើងព្យាយាមធ្វើគឺជំនួសឫស្សីព្រោះមានមនុស្សមួយចំនួនមិនអាចរកឫស្សីបានទេប៉ុន្តែបំពង់ទឹកវិញគេអាចរកបានអ្នកអាចទៅហាងណាមួយឬប្រហែលជាអ្នកមានបំពង់ទឹកនៅផ្ទះនៅសួនឬនៅស្ថានហេតុនេះហើយយើងប្រើសម្ភារៈសម័យទំនើបដើម្បីឲ្យមនុស្សគ្រប់គ្នាអាចធ្វើវិធីសាស្ត្រនេះបានកម្រាស់បំពង់ទឹកមិនសំខាន់ទេកន្លះអ៊ីង 1/4 ឬអ្វីដែលអ្នកមានក៏បានថ្ងៃនេះយើងនឹងធ្វើវាជាមួយបំពង់ទឹកបន្តិចប្រហែល20សង់ទីម៉ែត្រជាដំបូងយើងត្រូវបិទចុងមួយដោយយកសៀវភៅអ៊ីសូឡង់ឬសៀវភៅបិទជាប់បង្វិលជាច្រើនជុំឲ្យរឹងមាំនិងបិទជិតស្និទ្ធឥឡូវនេះនៅខាងក្នុងយើងដាក់ក្រណាត់បន្តិចក្រណាត់នោះត្រូវតែស្និទ្ធទៅចុងក្រោយជិតកន្លែងបិទអ្នកអាចប្រើដំបងឬខ្មៅដៃដើម្បីរុញវានេះមានការពន្យល់ងាយមួយយើងត្រូវការបង្ហូរទឹកចេញប៉ុន្តែប៉ុន្មានឲ្យខ្សាច់រត់ចេញមុនពេលដាក់ខ្សាច់យើងត្រូវធ្វើការបង្ហូរទឹកចេញសិននៅចុងក្រោមដែលយើងបានបិទយើងធ្វើរន្ធតូចមួយនៅកណ្ដាលពិតនៅកន្លែងក្រណាត់ឥឡូវនេះយើងអាចដាក់ខ្សាច់ចូលបានហើយវាអាចជាខ្សាច់ទន្លេខ្សាច់ស៊ីលីកាឬខ្សាច់លាងស្អាតក៏បានខ្សាច់ណាក៏ប្រើបានដែរប៉ុន្តែប្រសើរបំផុតគួរតែជាខ្សាច់លាងស្អាតដើម្បីជៀសវាងបាក់តេរីឬផ្សិតយើងបំពេញខ្សាច់ចូលក្នុងបំពង់ប៉ុន្តែមិនដល់កម្ពស់ទេទុកចន្លោះតិចតួចនៅផ្នែកខាងលើឥឡូវនេះយើងនឹងត្រៀមទឹកសម្រាប់ស្រោចយកទឹក1លីត្រនិង1ស្លាបព្រាបាយទឹកអុកស៊ីសែនដែលជាទឹករ៉ែដែលយើងមាននៅក្នុងប្រអប់ថ្នាំវាត្រូវធ្វើបែបនេះដើម្បីសម្អាតទឹកនិងជៀសវាងបញ្ហាផ្សិតនៅពេលក្រោយយើងស្រោចទឹកបំពង់យ៉ាងយឺតដើម្បីឲ្យខ្សាច់សាំបានល្អពេលដែលយើងឃើញថាទឹកចាប់ផ្ដើមហូរចេញតិចតួចតាមរន្ធខាងក្រោមយើងបញ្ឈប់សម្របសម្រួលចុងបំពង់ឲ្យស្ងួតប្រសិនបើចាំបាច់ហើយឥឡូវនេះយើងធ្វើបាំងទី2នៅខាងលើដោយធ្វើបែបនេះយើងមានការសម្របសម្រួលដ៏ល្អឥតខ្ចោះនៃដំបងដែលបំពេញដោយខ្សាច់សាមហើយរួចរាល់សម្រាប់ប្រើប្រាស់ឥឡូវនេះយើងកាត់បំពង់តាមបណ្ដោយផ្នែកខាងលើចាប់ពីចុងមួយទៅចុងមួយយើងមិនបំបែកវាទេគ្រាន់តែបើកវាឡើងប៉ុណ្ណោះវានេះគឺដើម្បីឲ្យយើងអាចដាក់ដើមកាត់ចូលបានឥឡូវនេះយើងទៅកាន់ដើមកាត់ករណីនេះគឺជាដើមត្រសក់ប៉ុន្តែខ្ញុំសូមបញ្ជាក់ថាវាអាចប្រើបានសម្រាប់ដើមផ្លែសាខាដើមឈើណាមួយយើងសម្អាតដើមកាត់ដកស្លឹកចេញប្រសិនបើមានហើយធ្វើឲ្យវាស្អាតអនាម័យដើមកាត់ត្រូវតែមានប្រវែងសមស្របនឹងបំពង់ឥឡូវនេះយើងកាត់បណ្ដោយប្រហែល3ដល់5មីលីម៉ែត្រពីតឹងយើងដុសសំបកចេញនៅផ្នែកនោះហើយបន្ទាប់មកកិតស្រទាប់ខាំបៀមចេញរហូតដល់ឃើញឈើស្អាតវានេះសំខាន់ណាស់ព្រោះពីទីនោះហើយដែលរុះនឹងចេញពេលស្អាតរួចហើយយើងលាបអាឡូវេរ៉ាលើគ្រប់ផ្នែករបួសនិងកន្លែងកាត់ទាំងអស់អាឡូវេរ៉ាជួយផ្ដល់សំណើមសម្អាតនិងផ្ដល់ហូម៉ូនធម្មជាតិបន្ទាប់មកយើងបំពង់ផ្នែកនោះជាមួយម្សៅកាអូកស៊ីណាមុនដែលជាវិធីប្រើប្រាស់ជាញឹកញាប់ក្នុង Channel ដើម្បីការពារជំងឺផ្សិតនិងបាក់តេរីជាមួយនឹងនេះដាំកាត់រួចរាល់ហើយ
ឥឡូវនេះយើងដាក់ដើមកាត់ចូលក្នុងប្រព័ន្ធបណ្ដុះផ្នែកកាត់ទាំងមូលត្រូវតែប៉ះផ្ទាល់ជាមួយខ្សាច់សើមយើងបិទបំពង់ហើយទុកឲ្យដើមកាត់ត្រូវបានច្រវាក់ឲ្យរឹងដើម្បីឲ្យវាមិនឲ្យយើងប្រើខ្សែចុងខ្សែឬអ្វីដែលអ្នកមានវាជារឿងសំខាន់ណាស់ដែលត្រូវមានការប៉ះពាល់រវាងដើមកាត់និងខ្សាច់ឥឡូវនេះយើងនឹងត្រៀមថ្នាំការពារជំងឺផ្សិតធម្មជាតិមួយដែលងាយស្រួលបំផុតយើងយកទឹក1លីត្រហើយបន្ថែមម្សៅកាអូបស៊ីណាមុនបន្តិចកូរឲ្យល្អហើយចម្រោះវាជាមួយកណាត់ស្ដាងដើម្បីឲ្យมันមានសំណល់នៅសល់យើងចាក់ទៅក្នុងកាំបិតបាញ់ទឹកហើយយើងនឹងបាញ់លើដើមកាត់ទាំងមូលផ្នែកខាងលើនៃបំពង់និងតំបន់ណាដែលបង្ហាញខ្លួនជំហាននេះសំខាន់ណាស់ព្រោះពេលធ្វើការជាមួយសំណើមខ្ពស់យើងជៀសវាងការចេញផ្សិតហើយបន្ថែមឱកាសជោគជ័យយ៉ាងខ្លាំងឥឡូវនេះយើងដាក់វាចូលក្នុងថង់ផ្លាស្ទិកថ្លាឬថង់ស្រអាប់ឬក៏ក្នុងប្រអប់ទុកជម្រើសទាំងពីរនេះសុទ្ធតែអាចប្រើបានហើយនេះជាផ្នែកសំខាន់មួយដែលអ្នកត្រូវយល់វាមិនមែនធ្វើដោយសំណងចិត្តទេដើមកាត់មួយប្រសិនបើមិនមានសំណើមបរិយាកាសគ្រប់គ្រាន់វានឹងស្ងួតយ៉ាងលឿនក្នុងរយៈពេល 2-3 ថ្ងៃវានឹងមិនអាចរស់បានទៀតទេហេតុនេះហើយទើបត្រូវតែបង្កើតបរិយាកាសសួនកសិកម្មដោយប្រើថង់ឬប្រអប់ទុកនេះជាចំណុចដំបូងដែលមនុស្សភាគច្រើនបរាជ័យពួកគេព្យាយាមធ្វើដោយគ្មានសួនកសិកម្មហើយដើមកាត់នោះត្រូវបានស្ងួតចំណុចទី2ដែលមនុស្សភាគច្រើនបរាជ័យគឺមិនបានប្រើថ្នាំការពារធម្មជាតិយើងកំពុងបង្ហាញមេគ្រឹះមួយទៅសំណើមខ្ពស់ណាស់ហើយបើមិនប្រើថ្នាំសម្លាប់ផ្សិតឱកាសមានផ្សិតនឹងកើនឡើងខ្លាំងហេតុនេះជំហានទាំងពីរនេះគឺជាការប្រតិបត្តិដែលត្រូវធ្វើបើអ្នកចង់ឲ្យវិធីសាស្ត្រនេះដំណើរការពេលបិទរួចហើយយើងនាំដើមកាត់ទៅកន្លែងដែលមានពន្លឺប៉ុន្តែមិនត្រូវពន្លឺថ្ងៃផ្ទាល់ទេព្រោះវានឹងធ្វើឲ្យស្ងួតយ៉ាងខ្លាំងខ្ញុំក៏ស្នើឲ្យអ្នកអនុវត្តវិធីសាស្ត្រនេះនៅពេលព្រះច័ន្ទរៀងស្លាប់មនុស្សជាច្រើនដែលមានបទពិសោធន៍ក្នុងវិស័យនេះដឹងថានៅពេលព្រះច័ន្ទរៀងស្លាប់ទឹកដើមឈើនឹងចុះនឹងជួយឲ្យដើមកាត់ឫសបានល្អជាងឫសភាគច្រើនធំជាងមុំមូនជាងនិងមានគុណភាពល្អជាងការថែទាំក៏ងាយស្រួលណាស់រៀងរាល់ 3-4 ថ្ងៃយើងបើកថង់ឬប្រអប់ហើយបាញ់ថ្នាំសម្លាប់ផ្សិតធម្មជាតិនៃដើមក្រអូបមិនចាំបាច់ស្រោចទឹកបំពង់វិញទេវាជារឿងកុម្រណាស់ដែលខ្សាច់នឹងស្ងួតមែនទេបន្ថែមពីនេះការបាញ់ទឹកនឹងជួយរក្សាសំណើមឲ្យបានល្អបិទវិញហើយទុកឲ្យវាស្ងៀមហើយចុងក្រោយយើងក៏ទទួលបានលទ្ធផលហើយបន្ទាប់ពី 6-8 សប្តាហ៍យើងនឹងចាប់ផ្ដើមឃើញវាពណ៌ស្អាតមាំមួនពេញបណ្ដោយតំបន់ដែលបានធ្វើការនៅពេលនោះយើងអាចកាត់បំបែកដាំកាត់ដោយគោរពដល់កន្លែងកាត់ត្រចៀករាល់ផ្នែកដែលមានឫសនឹងក្លាយជាដើមធំថ្មីមួយវិធីនេះអាចប្រើបានសម្រាប់ដាំផ្លែស្ទើរតែគ្រប់ប្រភេទក្នុងករណីនេះបន្ទាប់ពីដើមកាត់មានឫសពេញលេញរួចហើយអ្វីដែលយើងនឹងធ្វើឥឡូវនេះគឺកាត់បំបែកវានៅទីនេះឧទាហរណ៍ខ្ញុំនឹងបំបែកវាជា3ផ្នែកដោយប្រកាសថាផ្នែកខាងលើនៅលើនិងកន្លែងកាត់ត្រចៀកត្រូវបានបង្ហាញចេញឥឡូវនេះយើងប្រើផ្ទះដាំផ្កាដែលសមស្របនឹងទំហំដើមកាត់ដែលប្រើដីសម្រាប់ដាំដែលមានខ្យល់ចេញចូលល្អអាចបង្ហូរទឹកបានល្អហើយសម្បូរដោយសារធាតុធាររាង្គយើងដាក់ផ្នែកនេះមួយដោយបញ្ចប់វាចូលដីប្រហែលពាក់កណ្ដាលទោះបីនៅពេលនោះអ្នកមិនឃើញកន្លែងកាត់ត្រចៀកក៏ដោយក៏មិនមានបញ្ហាអ្វីទេជាច្រើនដងកើតមានថារុះចេញមុនសិនហើយបន្តិចក្រោយត្រចៀកចាប់ផ្ដើមលូតចេញហើយក្នុងរយៈពេលខ្លីប៉ុណ្ណោះពីមេឃតែមួយយើងអាចមានដើមផ្លែឈើថ្មីជាច្រើនដោយឥតគិតថ្លៃដោយប្រើវិធីសាស្ត្រម៉ាញ៉ូហើយដល់ទីនេះហើយសម្រាប់វិធីសាស្ត្រអស្ចារ្យនេះវាជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពខ្លាំងមានស្ថិរភាពខ្ពស់ហើយដូចដែលអ្នកបានឃើញអាចប្រើបានសម្រាប់ដើមផ្លែឈើឬរុក្ខជាតិមានសាច់ឈើគ្រប់ប្រភេទដែលអ្នកចង់បន្តពូជបើវិធីសាស្ត្រនេះមានប្រយោជន៍សម្រាប់អ្នកខ្ញុំសូមអរគុណយ៉ាងខ្លាំងបើអ្នកចុច like វីដេអូនេះព្រោះវាជួយឲ្យវីដេអូឈានដល់មនុស្សច្រើនទៀតសូមចែករំលែកវាឲ្យមិត្តភ័ក្តិឬអ្នកណាម្នាក់ដែលអ្នកដឹងថាចូលចិត្តរុក្ខជាតិការដាំដំណាំឬការបន្តពូជផងដែរព្រោះប្រាកដណាស់វានឹងមានប្រយោជន៍សម្រាប់ពួកគេសូមទុកមតិយោបល់ប្រាប់ខ្ញុំថាអ្នកនឹងសាកល្បងជាមួយរុក្ខជាតិឬដើមផ្លែឈើមួយណាហើយប្រាប់ផងថាអ្នកកំពុងមើលពីទីណាព្រោះវាជួយឲ្យមនុស្សផ្សេងទៀតស្គាល់វីដេអូនេះហើយបើអ្នកចង់បន្តសិក្សាវិធីសាស្ត្រងាយនិងមានប្រសិទ្ធភាពដូចនេះទៀតសូមចុច Subscribe Channel និងបើកសញ្ញាកណ្ដឹងដើម្បីមិនឲ្យខកខានវីដេអូថ្មីសូមអបយ៉ាងកក់ក្ដៅហើយជួបគ្នាវិញនៅវីដេអូបន្ទាប់